ជំរាបសួរសួស្តីអ្នកគ្នាសាកលកម្មថ្មីមកខ្ញុំបានម្ដងទៀតហើយចឹងថ្ងៃនេះផងដែរយកធ្វើ vlog អីច្រើនទេគ្រាន់តែបន្ទាប់ពីខ្ញុំចេញពីរៀនហ្នឹងខ្ញុំក៏បានទៅញ៉ាំអីមួយពូម៉ាអីចឹងណាអ្នកគ្នាហើយដោយសារអីយើងឥឡូវចង់ប្រសក់គីឡូអញ្ចឹងយើងញ៉ាំតិចតិចបានទេបាទយើងញ៉ាំ pudding អ្នកគ្នាហ្នឹងឆ្ងាញ់មែនតើចឹងអ្នកគ្នាមកផ្លែតក្រោយមកក៏មានបរិមម្នាក់គាត់ដើរចូលមកដើរសុំគេញ៉ាំតាពីនិយាយទៅប្រូហ្នឹងអើយបាយនិយាយយកឯនេះស្គីមកហាប់ហៀងងប់ទៅណែនេះអញខលដែរតន់យកអញហ៎អញឆាថែមផងដាក់ដល់មកគ្រឿងវាជាមួយប្រេងខ្យងទឹកស៊ីយ៉ូវជាមួយនឹងស្ករហើយនឹងម្សៅស៊ុបភ្លក់មើលទៅឲ្យថោកៃមើលចឹងបើយើងអត់ចេញយ៉ាងធ្វើមើលចឹងតាបាទចឹងបន្ទាប់ពីចេញពីរៀនខ្ញុំក៏បានជិះរថផ្ទះដូចម្ដងចឹងណាគ្នាហើយពេលដល់ផ្ទះហ្នឹងមានធ្វើអីច្រើនទេ skin care ហ្នឹងឯងលុប form អីហ្នឹងហើយអ្នកគ្នាមានចាអារម្មណ៍ខ្ញុំឥឡូវខ្ញុំមានឡើងសាច់ជាងមុនដោយសារខ្ញុំញ៉ាំ protein ច្រើនណាស់អ្នកគ្នានិយាយទៅបាយពីអូនបងញ៉ាំច្រើនជាងមុនបងចាគាត់ថតវីដេអូបងមិនជួយថតទីគាត់ថតវីដេអូរៀនពីចម្ងាយគាត់ថតហើយនិយាយចូលចិត្តគាត់អូផ្លេច5អ្នកគ្នាចឹងថ្ងៃស្អែកគឺជាថ្ងៃ birthday របស់ខ្ញុំតែយប់ហ្នឹងខ្ញុំមាន celebrate ក៏ countdown អីគឺយើងចូលគេដូចធម្មតាចឹងបាទចឹងនៅពេលព្រឹកឡើងខ្ញុំក៏ធ្វើជាបងល្អនាំប្អូនទៅហែទឹកនិយាយទៅអ្នកគ្នាខ្ញុំមិនមែនតែល្អថ្ងៃហ្នឹងទេខ្ញុំល្អរាល់ថ្ងៃហ្នឹងនិយាយទៅដូចខ្ញុំធ្លាប់ប្រាប់អ្នកគ្នាតាំងពីវីដេអូមុនចឹងថាពួកគាត់សិស្សអ្នកចេះហែទឹកអ្នកគ្នាហ្នឹងហើយកន្លែងហែទឹកពិតជាល្អមែនតើតែសំខាន់ប្អូននោះអត់មានមកហែទឹកទេអ្នកគ្នាមកតោងលេងណាចឹងបន្ទាប់ពីហ្នឹងខ្ញុំក៏បានទៅ studio ដើម្បីថត concept birthday ហើយអ្នកគ្នាមើលកន្លែងនេះទៅញឹមដូចឈួតមកហើយឥឡូវយើងជិះឆ្លើយយន្តដើម្បីទៅជន់លើហើយបន្ទាប់ពីហ្នឹងខ្ញុំក៏បានទៅរើកៅអៅដើម្បីថត concept birthday ដូចខ្ញុំនិយាយតាំងពីដើមវីដេអូចឹងអ្នកគ្នាហើយពេលខ្ញុំរើ outfit រួចខ្ញុំក៏បានទៅធ្វើមុខផាត់សក់អីចឹងអ្នកគ្នាហើយបងនៅហ្នឹងក៏រួចរាយមែនតើនិយាយទៅក៏ធ្វើខ្ញុំសើចរហូតហ្នឹងអ្នកគ្នាមើលតែមុខនោះដឹងហើយបន្ទាប់ពីហ្នឹងយើងក៏បានចូលទៅក្នុង studio ដើម្បីតេស្តភ្លើងថតនេះហ្នឹងអ្នកគ្នាហើយនេះគឺជាសកម្មភាព behind the scene តិចតួចហ្នឹងអ្នកគ្នាអាចមើលក្នុងវីដេអូហ្នឹងបានហើយខ្ញុំក៏អរគុណទៅបងខ្លាំងមែនតើអ្នកគ្នាមើលតែក្នុងវីដេអូនិយាយទៅក៏ធ្វើការងារបានល្អហើយសំខាន់ពួកគាត់រួសរាយរាក់ទាក់យើងតាំងពីយើងចូលទៅហាងដំបូងចឹងបន្ទាប់ពីថតចប់យើងក៏បាន select picture រួចហើយយើងក៏បានទៅ selfie booth អ្នកគ្នានិយាយទៅកន្លែងហ្នឹងគឺ favorite place របស់ខ្ញុំហ្មងបាទហើយពេលរៀបចំថតនោះអ្នកគ្នាមើលខំតែងខ្លួនឲ្យឡើងស្អាតហើយទៅបាត់សមុទ្រឯណាក្នុងខំហៅឡើងមួយថ្ងៃល្មមមកឃើញចាប់ទៅនៅក្នុងខោហ្នឹងសោះហើយអ្នកគ្នាដើម្បីថតរូបបានហ្នឹងយើងត្រូវថែមលេខកូដហើយពេលហ្នឹងវ៉ែនតាnóបានពាក់អីឡែnóបានពាក់ទៀតចឹងអង្គុយឈរទៅសេឡើងមួយថ្ងៃល្មមត្រូវស្អាយភ្នែកនឹងព្រាវៗដែរហ៎ហើយនេះគឺជាសកម្មភាពថតចប់ហើយយើងក៏បាន select រូបអីចឹងដល់គ្នាហើយវាក៏ print ចេញមកឲ្យយើងព្រាមហ្នឹងហើយបន្ទាប់ពីហ្នឹងខ្ញុំក៏បានទៅផ្សារណាដើម្បីទៅមើល movie តែគ្នាឃើញតែក៏សប្បាយហ្នឹងបាទជឿខ្ញុំមកយើងឡើងច្រើនចឹងតែយើងទៅមើល movie តែនិយាយទៅជីវិតមានន័យមកចឹងដល់គ្នាភាសាអីរឿងអត់តន់ដល់ម៉ោងចឹងឥឡូវយើងទៅចុះផងទេញ៉ាំសិនណាអូយឃ្លាតណាស់អ្នកគ្នាមើលឥឡូវខ្ទង់ម៉ោងប្រហែល3ឯងខ្ញុំអត់បានញ៉ាំអីទេអូយសុខឃ្លានតែអត់អីទេតស៊ូអាឡូនហើយសំខាន់ movie អាកន្លែងនោះអារឿង movie នោះមើលនោះអាឡូនយកសំខាន់ហើយអ្នកគ្នាមើលមុខខ្ញុំឡើងកំសត់ណាស់អ្នកគ្នាដោយសារមានមិត្តភក្តិទៅមួយអញ្ចឹងបើណាគេចិត្តល្អឯនាំនឹងដើរលេងផងចឹងអ្នកណាឡើយខ្ញុំបានមើលរឿងហ្នឹងហើយខ្ញុំក៏បាន order របស់ញ៉ាំដែរតែសំខាន់ឡើយយើងលេតប្រហែលជា10នាទីទេខ្ញុំអត់ចាំទេប្រហែល10នាទីហើយសំខាន់ដល់ពេលដល់កន្លែង movie ហ្នឹងគឺតែឯងទៀតហើយអ្នកគ្នាខ្ញុំមិនចេះនិយាយអ្នកគ្នាអាចមើលខ្លួនឯងបានទេគឺអត់មានមនុស្សសោះហ្មងគឺខ្ញុំតែឯងយកហ្មងមកហល់ហ្នឹងហើយមិនដឹងគិតអីការហ្នឹងជីវិតកំសត់ពេកទៅមើលរឿងស្នេហាណាស់អ្នកគ្នានិយាយទៅឆ្ងល់កន្លែងដែរការហ្នឹងមិនដឹងគិតអីទេហើយកន្លែងនេះអ្នកគ្នាមិនសួរខ្ញុំទេគឺខ្ញុំញ៉ាំទៀតហើយតែសារមនុស្សខ្ញុំជឿចិត្តញ៉ាំខ្ញុំក៏បានមើល movie បដាញ៉ាំអីបដាហើយបន្ទាប់ពីហ្នឹង movie ចប់យើងក៏បានទៅផ្ទះធម្មតាដែរបាទអ្នកគ្នាមើលខ្លួនឯងខ្ញុំមិនចេះថាគឺជីវិតតែឯងទេ